ដឹកលុយបងប្អូនចាគឺមានអីទេស្អំពងទាក្នុងក្របតែធានាថាចុះបាយតែkhi tôi khôngបងប្អូនដោយសារខ្ញុំប្រាសាយទៅចឹងខ្ញុំនិយាយអត់លឺទេយើងហាន់ចឹងណាបងប្អូនចាហើយចាចាបងយើងអត់មានអង្គចិត្តថាស្លឹកធ្វើមកមានទេដោយសារនៅក្នុងផ្សារអញ្ចឹងយើងមានអីគឺយើងដាក់នៅបងប្អូនចាសំខាន់គ្រឿងផ្សំឆ្ងាញ់គឺឆ្ងាញ់យើងដាក់គ្រឿងផ្សំមកហើយបងប្អូនដូចជាទឹកណាដាក់ម្សៅស៊ុបមកចង់សាច់គ្រឿងទឹកដូចចង់បងប្អូនដាក់មកចង់សាច់គ្រឿងដូចគ្នាទឹកស្អ៊ីវចង់សាច់គ្រឿងស្ករត្នោតបងប្អូនខ្ញុំមកប្រើអំបិលបងប្អូនចា៎មកតាមទឹកត្រីមកចង់កាហ្វេដូចគ្នាគាត់មកខ្ញុំពោះពងទាដាក់បងប្អូនចា៎ចៀនពងទាស្អំយើងច្បល់ចូលគ្នាណាយើងច្បល់ឲ្យសព្វណាបងប្អូនចាពងទាជៀនពងទាគឺយើងយូរទេបងប្អូនយើងសំទាំងយើងមានតែដូចចេងរ៉ូឌីម្សៅស៊ុបរ៉ូឌីយើងហ្នឹងយើងចងឬក៏ទឹកត្រីទឹកស៊ីអ៊ីវស្ករគឺអូខេហើយយើងជៀនជាមួយគ្រាប់ញ៉ាំអាហារទៅទឹកគួរសាប់គ្រឿងចឹងគឺអូខេជៀនជាប់ក៏ដែរយើងដាក់ឆាហើយបងប្អូនចាទីគ្រាប់គឺចំនួន2បន្ទះចាល្មមហាពេលព្រឹកធ្វើកាហ្វេช่วงขอบคุณច្រើនពុកម៉ែបងប្អូនដែលបានតាមដានចូលតាំងពីដើមរហូតដល់ចប់បាទអរគុណហើយចុងក្រោយសូមជម្រាបពុកម៉ែបងប្អូនដែលបានចូលមើលហើយសូមជួយចុច follow page Facebook អ្នកមួយផងហើយចូលចុច subscribe នៅក្នុង channel YouTube ផងបាទអរគុណច្រើន